ស្ត្រាលីតាមរយៈ Cabret កំពុងធ្វើការជំរុញវិស័យគ្រាប់ស្វាយចន្ទីរបស់កម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពការច្នៃក្នុងស្រុកការពង្រីកទីផ្សារអន្តរជាតិសម្រាប់កសិករកម្ពុជានិងការជំរុញការវិនិយោគក្នុងស្រុកទៅលើវិស័យស្វាយចន្ទីក្នុងឆ្នាំ2024 Cabret បានគាំទ្រក្រុមហ៊ុនកម្ពុជាចំនួន10ដើម្បីចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកនៅក្នុងខេត្តសៀមរាបដែលប្រមូលផ្ដុំអ្នកជំនាញក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីអ្នកវិនិយោគនិងអ្នកទិញចំនួន500នាក់ការគាំទ្រនេះបាននាំមកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីកម្ពុជាជាសមិទ្ធផលដែលបានពីការចូលរួម World Cashew Conference នៅសៀមរាបយើងបានចេញជាផ្លូវការនៅចន្ទីរ៉ូ Cashew Nut ទៅឥណ្ឌូនេស៊ីចំនួន4កុងតឺន័រ105តោនហើយមាន buyer 2ដែលយើងបានកំពុងតែនៅបន្តធ្វើការជាមួយគ្នាទៀតគឺ buyer ទៅចិនមួយ buyer នៅសិង្ហបុរីក៏ប៉ុន្តែគាត់មានរោងចក្រកែច្នៃគាត់នៅវៀតណាមបើមិនមានឱកាស Cabret បានជួយ sponsor ក្រុមហ៊ុនរបស់ខ្ញុំទេក្នុងការចូលទៅកាន់ទីផ្សារស្វាយចន្ទីពិភពលោកតាមរយៈ World Cashew Conference នៅខេត្តសៀមរាបខ្ញុំគិតថាយើងអត់បានចាប់យកឱកាសនេះទេតាមរយៈកម្មវិធីសន្និសីទស្វាយចន្ទីនេះធ្វើឲ្យខ្ញុំអាចស្វែងរកដៃគូវិនិយោគហើយគឺយើងបានសិក្សាពីក្រុមហ៊ុនផ្សេងទៀតដែលគាត់ធ្វើលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះជាពិសេសយើងអាចទទួលបានអ្នកវិនិយោគថ្មីពីខាងប្រទេសអូស្ត្រាលីដែរអញ្ចឹងតាមរយៈការទទួលបានទុននេះគឺយើងលើកកម្ពស់លើសមភាព gender ដូចគ្នាអញ្ចឹងស្ត្រីដែលគាត់ចូលរួមនៅក្នុងហ្នឹងមានអ្នកខ្លះជាម្ចាស់ចការចន្ទីជាស្ត្រីដែរហើយមួយទៀតគាត់អ្នករើសគ្រាប់ស្វាយចន្ទីគឺភាគច្រើនសុទ្ធតែជាស្ត្រីគាត់ទទួលពេលដែលម្ចាស់ចំការលក់បានថ្លៃតម្លៃនៃការរើសហ្នឹងក៏គាត់បង្កើនទៅតាមនឹងដូចគ្នាចាខ្ញុំសប្បាយចិត្តដែលបានលក់ឲ្យផលិតចន្ទីដែលគាត់បានឲ្យតម្លៃល្អជាងឈ្មួញកណ្ដាលគួរសមឲ្យខ្ញុំទទួលយកបានសកម្មកម្មកន្លែងក្នុងស្រុករបស់គាត់ហ្នឹងខ្ញុំគិតថាល្អបានគាត់ធ្វើឲ្យប្រជាដែលដូចថាអ្នកម្ចាស់ចការអញ្ចឹងប្រមូលផលឲ្យគាត់ទៅគាត់យកទៅកែច្នៃក្នុងស្រុកអញ្ចឹងវាបានជួយឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើផងជួយឲ្យយើងមានការងារណាមិនឲ្យចំណាក់ស្រុកទៅណាទៅណីទៀតជាពិសេសស្ត្រីដែលគ្នាអត់មានការងារនៅមើលកូនមើលអីអញ្ចឹងមានដូចថាចិត្តផ្ទះមានរោងចក្រអញ្ចឹងអាចឲ្យជួយគ្នាមានការងារមានអីធ្វើអញ្ចឹងផ្អែកលើភាពជោគជ័យមួយនេះអូស្ត្រាលីបានគាំទ្រក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីចំនួន4និងតំណាងមកពីស្ថាប័នរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសន្និសីទគ្រាប់ស្វាយចន្ទីពិភពលោកឆ្នាំ2025នៅទីក្រុងឌូបៃតាមរយៈការពង្រឹងខ្សែសង្វាក់ទីផ្សារនិងការលើកកម្ពស់ការវិនិយោគអូស្ត្រាលីបាននឹងកំពុងជួយកម្ពុជាឲ្យសម្រេចបាននូវសក្តានុពលរបស់ខ្លួនក្នុងនាមជាប្រទេសនាំមុខក្នុងវិស័យនេះ